មនុស្សប្រុសច្រើនតែនិយាយថាខ្ញុំអត់ស្រឡាញ់ស្រីស្អាតទេពាក្យថាអត់ស្រឡាញ់ស្រីស្អាតហ្នឹងខ្ញុំគិតថាគឺជាពាក្យកុហកគឺជាពាក្យបោកទេអត់មានមនុស្សប្រុសណាមួយដែលអត់ស្រឡាញ់ស្រីស្អាតទេបងប្អូនអ្នកខ្លះទៀតគាត់និយាយថាមានប្តីហើយចំណាស់នឹងហើយដឹងស្អាតយកតាណាទៀតទេអត់ទេសាក់តែអត់ស្អាតមើលមនុស្សស្រីទោះបីស្ថិតនៅក្នុងកលៈទេសៈឬមួយក៏ស្ថានភាពយ៉ាងណាក៏ដោយសូមកុំឈប់ស្អាតហេតុផលអីបានខ្ញុំនិយាយអញ្ចឹងបងប្អូនស្អាតពេលខ្លះមិនមែនដើម្បីផ្គាប់ចិត្តគេទេស្អាតវាធ្វើឲ្យខ្លួនឯងរីករាយស្អាតវាធ្វើឲ្យខ្លួនឯងស្រស់ស្រាយស្អាតវាធ្វើឲ្យខ្លួនឯងមានទំនុកចិត្តនិងជឿជាក់លើខ្លួនឯងមួយវិញទៀតកាលណាយើងស្អាតវាធ្វើឲ្យដៃគូរបស់យើងនឹងគាត់ស្រឡាញ់យើងកាន់តែខ្លាំងមនុស្សប្រុសច្រើនតែនិយាយថាខ្ញុំអត់ស្រឡាញ់ស្រីស្អាតទេពាក្យថាអត់ស្រឡាញ់ស្រីស្អាតហ្នឹងខ្ញុំគិតថាគឺជាពាក្យកុហកគឺជាពាក្យបោកទេអត់មានមនុស្សប្រុសណាមួយដែលអត់ស្រឡាញ់ស្រីស្អាតទេបងប្អូនហើយដោយសារតែប្រពន្ធដោយសារតែដៃគូខ្លួនឯងអត់ស្អាតហ្នឹងឯងបានចេះតែសម្លឹងមើលអ្នកក្រៅដែលគេស្អាតដែលគេល្អជាងដៃគូខ្លួនឯងហ្នឹងរឿងស្អាតនេះទោះបីស្ថិតនៅក្នុងកលៈទេសៈណាទោះបីស្ថិតនៅក្នុងវ័យណាក៏ដោយត្រូវតែស្អាតពីព្រោះអីប្តីរបស់យើងដៃគូយើងចូលចិត្តចាប់អារម្មណ៍តែស្រីស្អាតទេអ្នកខ្លះទៀតគាត់និយាយថាមានប្តីហើយចំណាស់នឹងហើយដឹងស្អាតយកតាណា